บางตอนนี้มีนึกថាមានភពមួយនៅក្នុងប្រព័ន្ធប្រតិទិនរបស់យើងត្រូវបានគេបណ្ដាញចេញពីសមាជិកភពកាលពី20ឆ្នាំមុនតើអ្នកនេះមានឆ្ងល់ថាហេតុអីបានទៅសក់គេបណ្ដាញភពមួយចេញពីប្រព័ន្ធប្រតិទិនរបស់យើងតើមានបញ្ហាអ្វីឬក៏មានតែភពនឹងធ្វើខុសអ្វីហើយភពមួយនេះផងដែរគឺមានឈ្មោះថាភពផ្លូតូនៅពេលដែលយើងរៀននៅសាលាកាលពីឆ្នាំ2006ចុះក្រោមគឺយើងតែចាំថាក្នុងប្រព័ន្ធប្រតិទិនរបស់យើងមានភពចំនួន9ប៉ុន្តែគឺចាប់ពីឆ្នាំ2006ឡើងលើភពទាំងអស់គឺមានចំនួនត្រឹមតែ8តែប៉ុណ្ណោះនោះគឺដោយសារតែសហភាពតារាសាស្ត្រអន្តរជាតិ AIU បានទម្លាក់តំណែងភពផ្លូតូមកជាភពគឺទៅវិញហើយមិនមែនដោយសារតែភពផ្លូតូនោះវារត់បាត់ឬក៏វាផ្ទុះបាយជាបំណាច់អីនោះទេគឺដោយសារតែអ្នកវិទ្យាសាស្ត្របានមកកាត់ច្បាប់ថ្មីមួយដែលកំណត់នយោបាយពាក្យថាភពហើយដើម្បីខ្លះជាភពបានត្រូវមានលក្ខខណ្ឌចំនួន3ខាងក្រោមដូចជាដែលលក្ខខណ្ឌទី1នោះគឺភពទាំងអស់ត្រូវតែមានកន្លងវិលជុំវិញព្រះអាទិត្យរបស់យើងហើយតង់ចំណុចនេះផងដែរភពផ្លូតូបានជាប់ចំណែកចំណុចទី2នោះគឺភពទាំងអស់គឺត្រូវតែមានកម្លាំងទំនិញគ្រប់គ្រាន់ដើម្បីទាញឲ្យភពនោះគឺមានរាងមូលចំណែកឯចំណុចចុងក្រោយនោះគឺភពទាំងអស់គឺត្រូវតែមានកម្លាំងទំនិញគ្រប់គ្រាន់ដើម្បីសម្អាតឬក៏បំបែកវត្ថុអវកាសដែលនៅជុំវិញខ្លួនរបស់វាដោយសារតែចំណុចទី3នេះហើយបានជាភពផ្លូតូធ្លាក់ចេញពីការសាកល្បងព្រោះតែកន្លងរបស់វាគឺនៅក្នុងតំបន់ផ្ទាំងទឹកកកដែលមានសម្បូរទៅដោយអិចផ្កាយជាមួយនឹងដុំកន្តិចកន្ទីច្រើនខ្លាំងមែនទែនហើយវាក៏មិនមានកម្លាំងទំនិញគ្រប់គ្រាន់ដើម្បីទាញវត្ថុទាំងនោះចេញពីខ្លួនរបស់វាផងដែរដូច្នេះហើយបានជាគេដកភពផ្លូតូចេញពីបញ្ជីភពទាំងអស់ហើយចាត់ទុកវាជាភពគឺទៅវិញដើម្បីកុំឲ្យមានការភ័ន្តច្រឡំព្រោះបើរាប់ភពផ្លូតូចូលទៅក្នុងបញ្ជីភពដែរនោះគេតែរកវត្ថុអវកាសតូចៗចំនួនរាប់សិបលានទៀតចូលទៅក្នុងបញ្ជីប្រព័ន្ធប្រតិទិនរបស់យើងបើទោះបីជាភពផ្លូតូទៅបានដកចេញពីបញ្ជីភពទាំងអស់នៅក្នុងប្រព័ន្ធប្រតិទិនរបស់យើងហើយក៏ដោយប៉ុន្តែវានៅតែជាគួរឲ្យចាប់អារម្មណ៍មួយផងដែរដោយសារតែវាមានបេះដូងទឹកកកមួយនៅលើផ្ទៃរបស់វាហើយចេះសម្រាប់បងប្អូនទាំងគ្នាវិញគឺថាយើងគួរតែផ្ដល់ឱកាសឲ្យភពផ្លូតូខ្លាចជាភពទាំង9ទៀតដែរឬអត់កុំភ្លេចខមមិនខាងក្រោមឲ្យខ្ញុំបានដឹងផងដែរ